sầm lo mà mục ní á còn tao bong phôn lư sầm lên pu nó có heo bài đài khom bởi mà té tray po hay như mình tham chủng mùi nâng tôn là bờ ôi chiết dặn ná mà mới kêu sắm khom bởi mà té tray po đã ca là bờ bong phôn nói trôi là bờ á ca li trôi vậy bị chứng anh tray po ní cái lạc lồ tầm xó mà té là cối cô sẽ cây rụng đèn khó mà yên miên bộ nắng cắt chả ba hai miên bà học tiền á bà học chả miên bà học tiền miên bình bó miên trọc xuôi miên ca là bơ tôn là bơ chàហើយយើងមានជាមួយនឹងស្ករត្នោតប្រហុកអំបិលហើយនឹងប៊ីចេងហើយជាពិសេសម្ទេសនឹងឯងយើងទុកបុកអំបិលម្ទេសណាបងប្អូនឲ្យសមនឹងចំណងជើងដាក់ខ្ទះឲ្យបានក្តៅដាក់ប្រេងឬខ្លាញ់ចូលខ្ទឹមសបងប្អូនលីងវាឲ្យរៀងឈ្ងុយតិចមកតែកាលណាស្លគឺត្រូវលីងឲ្យឈ្ងុយរហូតតែឲ្យខ្លោចណាស្ករត្នោតដាក់ចូលមកចាឆាវាឲ្យបានឈ្ងុយពងក្រងហើយយើងដាក់អំបិលម្ទេសចូលអំបិលម្ទេសហ្នឹងគឺមានអំបិលនិងម្ទេសបុកហ្នឹងប្រហុកលួយប្រហុកបន្តិចបានហើយបើចង់សាព្រាឯងបើចេញមកសាព្រាកាហ្វេដាក់ត្រីចូលគល់សក្រីរំដេងស្លឹកក្រូចហើយទ្រាប់ពេញប៉ោះម្ទេសដាក់មកចាហេតុតែមិនដាក់តំណាល់គ្នាខ្លាចវាលួយត្រីចាគ្រប់ទីមកដាក់ទឹកមកល្មមមកអូយមកទៅស្នូពុះប៉ុណ្ណឹងគ្នាហ្មងណាចាអត់អស់ហើយណាបងប្អូនដាក់ត្រួយល្ពៅតងល្ពៅជាមួយនឹងផ្កាល្ពៅនេះខ្ញុំចូលចិត្តខ្លាំងហ្មងយកមកដាក់ជាមួយខអញ្ចេះអើយឆ្ងាញ់ខ្លាំងហ្មងឆ្ងុយស្តៀងខប្រហុកបងប្អូនគាត់ថាថ្ងៃនេះខុសប្លែកបន្តិចដោយសារខ្ញុំប្រើតងល្ពៅចាហើយមានដោយរបៀបថាពេញប៉ោះមានទ្របស្រួយទ្របអីចឹងណារួចរាល់ហើយបងប្អូនតែប៉ុណ្្នឹងតែហឹលបន្តិចឯណាខំអំបិលម្ទេសនេះហឹលបន្តិចហើយចាដួសដាក់ចានមកដល់ម៉ោងបាយល្មមសម្រាប់របស់គេនេះនិយាយពីល្អឯកខ្ញុំនិយាយមែនគ្រប់ពណ៌ហ្មងគ្រាន់តែឃើញម្ហូបហ្នឹងក៏ចង់ញ៉ាំដែរបងប្អូនចាំសាកមើលតនេហើយម្ហូបមួយមុខនេះបើសិនជាយកធ្វើជាចង្ហាន់នៅពេលជុំបិណ្ឌនេះក៏ឆ្ងាញ់ប្លែកដែរចាខ្ញុំធានាយកទៅវត្តណាបងប្អូនចាបងប្អូនដែលបានតាមដានเพจខ្ញុំហើយកុំភ្លេចណា like ហើយនឹង follow ចាតាមដាននោះអីម្នាក់មួយមកណា subscribe channel YouTube ហនឈឿនបងប្អូនបានវីដេអូថ្មីរៀងរាល់ថ្ងៃតែម្ដងហើយប្រាប់រូបមន្តច្បាស់លាស់នេះមុនញ៉ាំយើងច្បាច់ក្រូចឆ្មាបន្តិចមកចាហើយនេះដល់ម៉ោងបាយល្មមតបងប្អូនតោះភ្លក់ទាំងអស់គ្នាខ្ញុំបញ្ចូលសលេងនេះស្លោនឹងបានអស់ទៅហើយបងប្អូនថាអញ្ចេះអូយបញ្ចូលសលេងខ្ញុំតែស្លោអស់ហើយចានេះគឺជាការបញ្ចូលសំឡេងតាមក្រោយទេដើម្បីកាត់វីដេអូឲ្យបងប្អូនបានទស្សនានោះអីអំបិលម្ទេសត្រីពោនេះខ្ញុំជួយច្រកកន្លែងខ្លាញ់ត្រីនេះអូយហើយនេះតងល្ពៅនេះខ្ញុំដាក់ខអញ្ចេះមកបងប្អូនអើយហើយអំបិលម្ទេសហើយថែមម្ទេសពីលើទៀតគ្រាន់តែនិយាយក៏ដឹងថាឆ្ងាញ់ដែរតងល្ពៅតិចផងប៉ានេះខ្ញុំអើយអូយហ្មងមកមុខនេះអត់ឆ្ងាញ់មកថាខ្ញុំមានតងល្ពៅច្រើនដាក់ឲ្យច្រើនឆ្ងាញ់ត្រីពោឆ្ងាញ់ហ្នឹងមកអាក៏ឆ្ងាញ់ឆ្អឹង